ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ប្លុកដំបងរបស់ខ្ញុំគឺប្លុកដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបខ្ញុំទៅដល់ជិះឡានក្រុងចាឡានក្រុងពេលចូលឆ្នាំឡើងថ្លៃខ្លាំងណាស់ឥឡូវហ្នឹងគឺខ្ញុំបន្តពីឡានក្រុងគឺខ្ញុំជិះតុកតុកទៅកាន់ផ្ទះរបស់មិត្តភ័ក្តិប្អូនស្រីខ្ញុំព្រោះប្អូនខ្ញុំគេមានមិត្តភ័ក្តិនៅខេត្តសៀមរាបមានផ្ទះនៅនឹងស្រាប់ហើយក៏អរគុណមិត្តភ័ក្តិប្អូនខ្ញុំដែរដែលឲ្យផ្ទះស្នាក់ដោយសារតែយើងមានផ្ទះមិត្តភ័ក្តិប្អូនខ្ញុំអញ្ចឹងមិនសូវអស់លុយប្រហែលទេឥឡូវហ្នឹងបន្ទាប់ពីទៅហើយយើងរៀបចំខ្លួនជិះម៉ូតូជូនម៉ែទៅវត្តគឺយើងទៅវត្តបូដើម្បីដាក់បាតលោកនៅថ្ងៃបុណ្យចូលឆ្នាំហើយបន្ទាប់មកយើងក៏ជិះម៉ូតូតម្រង់ទៅដើរលេងទៅមើលប្រាសាទបន្ទាប់មកដល់ប្រាសាទអង្គរវត្តគឺពួកយើងបានចូលទៅក្នុងដែរបងប្អូនប៉ុន្តែដោយសារតែអត់បានថតទៅធំខាងក្រៅហើយក៏បន្តដំណើរមកកាន់ប្រាសាទនាងទាំង12ដែលនៅជាប់ផ្លូវបើឈើជិះមកហើយឈៀងចូលទៅដោយសារតែយើងជិះកាត់ទៅមកដែរនៅផ្លូវហ្នឹងតែទេសភាពគឺស្អាតណាស់បងប្អូនហើយអត់ស្ដាយក្រោយទេមានស្រះយើងមកអង្គុយនៅក្នុងហ្នឹងបើសិនជាបានអានសភៅទៀតគឺfresh តែម្ដងបងប្អូនហើយក៏បន្តដំណើរទៅមុខទៀតបងប្អូនហើយមានតាមម៉ូតូមួយដាក់ម៉ែពីក្រោយជិះទៅដល់ណាក៏ទៅដែរតន់គាត់អាចទៅជិះម៉ូតូបាននាំគាត់ដើរលេងបងប្អូនលុយមិនសំខាន់គាត់ចង់ដើរហើយយើងត្រូវទៅជូនគាត់ទៅឥឡូវហ្នឹងយើងមកដល់ប្រាសាទមួយទៀតហើយប្រាសាទហ្នឹងគឺនៅខាងក្រោយផ្លូវស្រះស្រង់ប៉ុន្តែខ្ញុំក៏មិនដឹងថាឈ្មោះអីដែរបងប្អូនប៉ុន្តែចម្លាក់គាត់ស្អាតណាស់ហើយបើសិនជាទេសភាពនៅខាងក្នុងវិញបងប្អូនហើយគឺស្អាតមែនតែនដូចផ្ទាំងគំនូរអញ្ចឹងនេះដោយសារតែខ្ញុំមានពេលតិចតួចគ្រាន់តែដើរហើយយើងដើរមើលទៅខាងក្រៅឯងតែបើថតស៊ូមពីចម្ងាយវិញអូយស្អាតមែនតែនបើមានពេលលើកក្រោយខ្ញុំអាចនឹងចូលមើលលេងម្ដងនឹងស្រាប់តែងាកខ្វាច់បងហ៊ីងគាត់ចង់ចូលកាមេរ៉ាដែរអញ្ចឹងឲ្យគាត់ចូលមួយដែរបន្ទាប់មកទៀតយើងជិះបន្តដំណើរចេញពីប្រាសាទហ្នឹងទៅកាន់ប្រាសាទមួយទៀតអូអ្នកម្ដាយខ្ញុំសប្បាយចិត្តណាស់ហើយដើរលឿនទៀតគាត់សប្បាយបានមកប្រាសាទអញ្ចឹងហើយពួកយើងក៏ដើរមើលជុំវិញនឹងគឺប្រាសាទស្អាតមែនតែនគ្រាន់តែថាខ្ញុំថតមិនសូវបានច្រើនទេបងប្អូនហើយដោយសារតែដៃដំបងអញ្ចឹងអត់សូវស្អាតហើយនិយាយទៅក្នុងមួយថ្ងៃហ្នឹងដើរបានច្រើនកន្លែងដែរហ្នឹងណាដើរឲ្យជប់សម្រាកបន្តិចព្រោះយើងដើរពីផឹកទៅវត្តផងយើងទៅប្រាសាទផងអញ្ចឹងហើយដល់កន្លែងប្រាសាទណាយើងចូលលេងប្រាសាទហ្នឹងតែម្ដងឥឡូវហ្នឹងមកដល់ប្រាសាទមួយទៀតហើយគឺឃើញប្លង់ក៏ស្អាតដែរបងប្អូនហើយគ្រាន់តែថាអានេះខ្ញុំរៀនចាប់ប្លង់ដំបូងទេបើខុសត្រូវអីកុំប្រកែប្រកាន់អីតែសំខាន់គឺសប្បាយចិត្តនៅពេលដែលបានជូនម៉ែទៅលុយមិនសូវមានទេប៉ុន្តែឲ្យតែម៉ែបានសប្បាយចិត្តតើគាត់ចង់ដើរគាត់ដើរបានយើងជូនគាត់ដើរអញ្ចឹងណាបងប្អូនឥឡូវហ្នឹងគាត់បានឡើងទៅប្រាសាទហើយគាត់សប្បាយចិត្តណាស់បងប្អូនហើយយើងក៏ឡើងទៅមើលនៅលើប្រាសាទជុំវិញនឹងអញ្ចឹងណាហើយរូបចម្លាក់ទាំងប្រាសាទគឺស្អាតមែនតែនជាពិសេសនៅពេលដែលព្រះអាទិត្យបាំងចូលហើយនេះជារូបចម្លាក់នៅប្រាសាទមេបុណ្យបងប្អូនរូបចម្លាក់គឺនៅល្អទាំងអស់ហើយស្រស់ស្អាតមែនតែនរូបចម្លាក់ហ្នឹងពួកយើងក៏បានចូលទៅសំពះបួងសួងដែរហើយទើបយើងចេញមកក្រៅហើយនេះនាងខ្ញុំធ្វើ style ដើរតែដើរក្តៅពេកយកដៃបាំងថ្ងៃហើយក៏យើងត្រឡប់ទៅវិញបន្តដំណើរត្រឡប់ទៅផ្ទះវិញផងដែរតែយើងបានជិះកាត់ប្រាសាទបាយ័នដែរពេលដែលកាត់ហ្នឹងក៏ស្អាតដែរហើយក៏បានឆ្លៀតពេលថតតាម trend គេដែរអញ្ចឹងណាបងប្អូន trend ហ្នឹងគឺtrend នៅពេលដែលភ្លៀងជិះកាត់ប្រាសាទហ្នឹងបានបន្តិចហ្នឹងដែរនៅស្រុកភ្លៀងអញ្ចឹងទៅយើងក៏អត់ថតក៏វាស្ដាយព្រោះឃើញគេថតដែរហើយក៏ថតទៅស្អាតមែនតើបងប្អូនហើយផ្លូវនេះក៏ជាផ្លូវទៅផ្ទះដែរហើយក៏បន្តដំណើរពីអ្នកម៉ែកូនទៅផ្ទះវិញវីដេអូមានតែប៉ុណ្្នឹងអរគុណបងប្អូន